បញ្ញត្តិទី11រៀនធ្វើឲ្យមនុស្សចាំបាច់ត្រូវពឹងពាក់លើអ្នកសេចក្តីវិនិច្ឆ័យដើម្បីរក្សាឯករាជ្យភាពរបស់អ្នកចាំបាច់ត្រូវតែជាមនុស្សដែលត្រូវបានគេពឹងពាក់និងចង់បានជានិរន្តរ៍អ្នកកាន់តែត្រូវគេពឹងច្រើនប៉ុណ្ណានោះអ្នកក៏នឹងមានសេរីភាពកាន់តែច្រើនទៅតាមនោះដែរចូលធ្វើឲ្យមនុស្សម្នាចាំបាច់ត្រូវពឹងពាក់ទៅលើអ្នកដើម្បីទទួលបាននូវសេចក្តីសុខនិងភាពរុងរឿងរបស់គេហើយពួកគេក៏នឹងគ្មានអ្វីដែលត្រូវខ្លាចតទៅទៀតនោះឡើយសូមកុំបង្រៀនពួកគេច្រើនពេកបើពុំនោះទេពួកគេក៏នឹងអាចធ្វើអ្វីបានដោយគ្មានអ្នកចាក់ជាពំខានអំណាចដ៏ខ្ពង់ខ្ពស់បំផុតគឺអំណាចដែលអាចធ្វើឲ្យមនុស្សប្រឹងធ្វើអ្វីបានទៅតាមតែចិត្តអ្នកចង់បាននៅពេលណាដែលអ្នកអាចសម្រេចរឿងមួយនេះបានដោយមិនចាំបាច់បង្ខិតបង្ខំមនុស្សឬក៏ធ្វើឲ្យពួកគេឈឺចាប់នៅពេលណាដែលពួកគេស្ម័គ្រចិត្តផ្ដល់ឲ្យអ្នកនៅអ្វីដែលអ្នកប្រាថ្នាចង់បាននោះដូច្នេះនឹងគ្មានអ្វីដែលអាចមានឥទ្ធិពលដល់អំណាចរបស់អ្នកបាននោះឡើយមធ្យោបាយដ៏ល្អបំផុតដើម្បីសម្រេចនៅតំណែងមួយនេះបានគឺត្រូវបង្កើតចំណងទំនាក់ទំនងនៃការពឹងផ្អែកចៅហ្វាយងាររបស់អ្នកត្រូវការសេវាកម្មរបស់អ្នកគាត់ខ្សោយឬមិនអាចធ្វើអ្វីម្យ៉ាងដោយគ្មានអ្នកបាននោះឡើយអ្នកបានបញ្ចូលនិងបានផ្សារភ្ជាប់ខ្លួនអ្នកយ៉ាងជ្រៅចូលទៅក្នុងកិច្ចការរបស់គាត់ដែលការចាក់ចេញរបស់អ្នកនឹងធ្វើឲ្យគាត់មានការលំបាកយ៉ាងខ្លាំងឬយ៉ាងហោចណាស់ក៏វាមានន័យថាពួកគេបានបាត់បង់ពេលវេលាដ៏មានតម្លៃរបស់ពួកគេនៅក្នុងការបង្វឹកអ្នកដទៃដើម្បីយកមកជំនួសអ្នកនៅពេលណាដែលទំនាក់ទំនងបែបនេះត្រូវបានបង្កើតឡើងគឺមានន័យថាអ្នកមានប្រៀបនិងមានឥទ្ធិពលលើពួកគេហើយជាឥទ្ធិពលមួយនៅក្នុងការធ្វើឲ្យចៅហ្វាយនាយរបស់អ្នកធ្វើអ្វីៗទៅតាមដែលអ្នកចង់បានហើយវាគឺជាករណីតាំងពីបុរាណកាលមករបស់បុគ្គលដែលនៅពីក្រោយបល្ល័ង្កនិងជាអ្នកបម្រើរបស់ស្ដេចដែលអាចគ្រប់គ្រងស្ដេចបានយ៉ាងពិតប្រាកដសូមកុំធ្វើខ្លួនខ្លាចទៅជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សជាច្រើនអ្នកទៀតដែលមានជំនឿខុសថាទម្រង់នៃអំណាចដ៏ខ្ពង់ខ្ពស់បំផុតនេះគឺជាឯករាជ្យភាពឲ្យសោះអំណាចគឺពាក់ព័ន្ធទៅលើការតាក់ទងរវាងមនុស្សអ្នកនឹងរមែងត្រូវការអ្នកដទៃមកធ្វើជាសម្ព័ន្ធមិត្តកូនអុកឬសំបីតែចៅហ្វាយនាយដ៏អន់នានាដែលបម្រើទូនីតិធ្វើជាក្បាលទ័ពបាំងមុខឲ្យអ្នកជានិច្ចប្រសិនបើអ្នកធ្វើឲ្យខ្លួនប្រែក្លាយទៅជាមនុស្សម្នាក់ដែលគ្មានអ្នកត្រូវការនោះអ្នកក៏នឹងបាត់បង់ឱកាសរបស់ខ្លួនតាំងពីដើមទីមកតែម្ដងមនុស្សដែលក្មេងជាងអ្នកស្រស់ស្រាយជាងអ្នកថ្លៃឈ្នួលទាបជាងអ្នកនឹងផ្ដល់នៅការគំរាមកំហែងតិចជាងអ្នកនឹងត្រូវបានចូលខ្លួនមកជំនួសអ្នកសូមគុំប្រាថ្នាចាប់យកឱកាសបែបនេះអីចូលធ្វើឲ្យអ្នកដទៃពឹងផ្អែកទៅលើអ្នកវិញការកម្ចាត់អ្នកចោលអាចនឹងជាការបង្ការនៅគ្រោះមហន្តរាយមួយដ៏ធំធេងហើយចៅហ្វាយនាយរបស់អ្នកក៏នឹងមិនហ៊ានប្រឆាំងនឹងជោគវាសនាដោយសារតែការចង់ដឹងចង់សាកនោះឡើយមានវិធីច្រើនណាស់ដើម្បីចាប់យកតំណែងនិងស្ថានភាពមួយនេះបានប៉ុន្តែវិធីដែលសំខាន់ជាងគេបំផុតនោះគឺគ្រាន់តែមានទេពកោសល្យនិងជំនាញច្នៃប្រឌិតដែលគ្មានអ្នកណាអាចជំនួសអ្នកបានទៅគឺបានហើយអ្នកមិនចាំបាច់តតែខ្លាយទៅជាមនុស្សពូកែនោះទេតែអ្នកក៏ត្រូវតែមានជំនាញដែលនឹងញែកអ្នកឲ្យខុសប្លែកពីបណ្ដាហ្វូងមនុស្សទូទៅប៉ុណ្ណោះអ្នកគួរតែបង្កើតស្ថានភាពមួយដែលអ្នករមែងអាចផ្សារភ្ជាប់ទំនាក់ទំនងទៅកាន់ចៅហ្វាយនាយផ្សេងទៀតឬអ្នកផ្គត់ផ្គង់ឧបត្ថម្ភផ្សេងទៀតប៉ុន្តែចៅហ្វាយនាយរបស់អ្នកមិនងាយស្រួលនៅក្នុងការស្វែងរកអ្នកបម្រើផ្សេងទៀតដែលមានទេពកោសល្យពិសេសដូចជាអ្នកបាននោះឡើយហើយនៅក្នុងភាពជោគជ័យជាក់ស្ដែងប្រសិនបើអ្នកពិតជាមនុស្សម្នាក់ដែលចាំបាច់មិនអាចខ្វះបាននោះអ្នកក៏នឹងត្រូវប្រឹងរិះរកវិធីដើម្បីធ្វើឲ្យមើលទៅហាក់បីដូចជាបែបនោះមែនការមានទម្រង់រូបរាងនៃចំណេះដឹងនិងជំនាញដ៏ពិសេសច្បាស់លាស់នឹងផ្ដល់ឲ្យអ្នកនៅដំណើររសាត់បណ្ដោយខ្យល់ទៅលើសមត្ថភាពរបស់អ្នកនៅក្នុងការបោកបញ្ឆោតមនុស្សដែលស្ថិតនៅលើអ្នកឬមានឋានៈខ្ពស់ជាងអ្នកឲ្យធ្លាក់ចុះចូលទៅក្នុងគំនិតមួយដែលគិតថាពួកគេមិនអាចធ្វើការងារណាមួយដោយគ្មានអ្នកបានជាដាច់ខាតHenry Kissinger អាចរស់រានមានជីវិតពីការបង្ហូរឈាមជាច្រើនដែលបណ្ដាលមកពីការកើតឡើងជាហូរហែនៅក្នុងសេតវិមានរបស់ប្រធានាធិបតី Nixon ដែលនេះមិនមែនជាសារដែលគាត់ជាអ្នកការទូតដ៏ល្អបំផុតនៅ Nixon អាចរកបាននោះទេការពិតទៅគឺមានមនុស្សដែលមានសមត្ថភាពកំពូលនៅក្នុងការចរចាផ្សេងៗជាច្រើនទៀតហើយក៏មិនមែនដោយសារតែពួកគេទាំងពីរមានភាពចុះសម្រុងនឹងគ្នាយ៉ាងស្អិតរមួតអ្វីនោះដែរគឺមិនមែនដូច្នេះឡើយពួកគេក៏គ្មានជំនឿនិងគំនិតនយោបាយដូចគ្នាអ្វីនោះដែរ Kissinger បានរស់រានមានជីវិតដោយសារតែគាត់បានចាក់ឫសយ៉ាងជ្រៅចូលទៅក្នុងផ្នែកផ្សេងៗជាច្រើននៃរចនាសម្ព័ន្ធនយោបាយហេតុការណ៍នេះប្រសិនបើគាត់ចាក់ចេញនោះនឹងបង្កឲ្យមានភាពវឹកវរជាក់ជាពុំខានគាត់បានបញ្ជ្រាបខ្លួនគាត់ចូលទៅក្នុងទស្សនវិជ្ជានិងផ្នែកផ្សេងៗជាច្រើននៅក្នុងកិច្ចការរដ្ឋ
ក្បាលដែលការចូលរួមរបស់គាត់បានប្រែក្លាយជាបៀមួយសន្លឹកដ៏មានតម្លៃនៅក្នុងដៃរបស់គាត់វាក៏បានធ្វើឲ្យគាត់មានលទ្ធភាពអាចចងសម្ព័ន្ធភាពជាមួយនឹងភាគីជាច្រើនផងដែរប្រសិនបើអ្នកអាចចាក់ចែងតំណែងឬក៏ទីតាំងមួយសម្រាប់ខ្លួនឯងបាននោះការកម្ចាត់អ្នកចោលក៏នឹងប្រែក្លាយទៅជាគ្រោះអាក្រក់វិញចាក់ជាពុំខានព្រោះការពឹងផ្អែកអាស្រ័យគ្នាទៅវិញទៅមកនោះទៅត្រូវបានបំបែកចេញពីគ្នានិងប្រែជារលំរលាយយ៉ាងពិតប្រាកដការប្រមានចុងក្រោយសូមកុំគិតថាចៅហ្វាយនាយរបស់អ្នកពឹងផ្អែកទៅលើអ្នកច្រើននោះនឹងធ្វើឲ្យគាត់ស្រឡាញ់ឲ្យសោះតាមពិតទៅគាត់អាចនឹងខកចិត្តនឹងខ្លាចអ្នកវិញក៏ថាបានក៏ប៉ុន្តែដូចដែល Machiavelli បាននិយាយអញ្ចឹងថាការដែលត្រូវបានគេខ្លាចរអាគឺប្រសើរជាងការដែលត្រូវបានគេស្រឡាញ់ចូលចិត្តភាពភ័យខ្លាចដែលអ្នកអាចគ្រប់គ្រងបានរួមមានសេចក្តីស្រឡាញ់និងមិនត្រូវមានសេចក្តីស្រឡាញ់អ្វីទាំងអស់ការពឹងផ្អែកទៅលើអារម្មណ៍មួយដែលទុនជ្រាយនឹងអាចផ្លាស់ប្ដូរបានគ្រប់ពេលវេលាដូចជាសេចក្តីស្រឡាញ់និងមិត្តភាពជាដើមនោះគឺបានត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រណុកនៅក្នុងខ្លួនរបស់អ្នកប៉ុណ្ណោះចូលធ្វើឲ្យកើតមានមនុស្សដែលត្រូវពឹងផ្អែកលើអ្នកដោយចេញពីអារម្មណ៍ភ័យខ្លាចបាត់បង់ជាងការចេញពីអារម្មណ៍ស្រឡាញ់ចូលចិត្តចំពោះវត្តមានរបស់អ្នករូបភាពគួរពិចារណាវល្លិដែលមានបន្លាច្រើននៅពីខាងក្រោមឬបានចាក់ចូលយ៉ាងជ្រៅនិងសុសសាយរីឯខាងលើវិញវល្លិបានរុញដុះតាមកម្ពូតនិងរុំព័ទ្ធជុំវិញដើមឈើបង្គោលនិងបង្អួចដើម្បីកម្ចាត់ពួកវាចេញគឺយើងត្រូវតែចំណាយទៅលើភាពនឿយហត់និងឈាមស្រស់របស់យើងប៉ុន្តែនេះគឺជារឿងងាយស្រួលណាស់នៅក្នុងការទុកឲ្យពួកវាដុះវល្លិទៅតាមអំពើចិត្តរបស់ពួកវានោះសិទ្ធិអំណាចចូលធ្វើឲ្យមនុស្សម្នាពឹងផ្អែកលើអ្នកនឹងទទួលបានកាន់តែច្រើនពីការពឹងផ្អែកជាងតាមរយៈការបរិភាពទៅទៀតមនុស្សដែលបានបំពេញភាពស្រេកទឹករបស់ខ្លួនរួចរំពេចនោះពួកគេក៏នឹងបែរខ្នងដាក់អណ្ដូងភ្លាមមិនខាននឹងមិនត្រូវការវាតទៅទៀតនោះឡើយការពឹងផ្អែកបានបាត់បង់ទៅហើយនោះសេចក្តីគួរសមនិងសុជីវធម៌ក៏នឹងបាត់បង់ទៅព្រមគ្នាដែរហើយបន្ទាប់មកការគោរពឲ្យតម្លៃនឹងត្រូវបានបាត់បង់ជាបន្តបន្ទាប់មេរៀនដំបូងដែលជាបទពិសោធន៍ដែលពួកគេនឹងបានមករៀននោះគឺការរក្សាសេចក្តីសង្ឃឹមរបស់អ្នកឲ្យរស់រានមានជីវិតប៉ុន្តែមិនចាំបាច់ទាល់តែខ្លួនអ្នកទទួលបាននូវការពេញចិត្តអ្វីនោះឡើយដោយត្រូវរក្សាសូម្បីតែអ្នកឧបត្ថម្ភគ្រប់គង់នៅក្នុងខ្សែរាជវង្សដើម្បីឲ្យពួកគេនៅតែត្រូវការអ្នកជាដរាបរឿងសេះពីរក្បាលមានសេះពីរក្បាលកំពុងដឹករបស់របរសេះមួយដែលនាំមុខដើរទៅយ៉ាងល្អប៉ុន្តែសេះដែលដើរនៅក្រោយជាសេះដែលខ្ជិលច្រអូសមួយក្បាលបរិយាដែលជាម្ចាស់សេះក៏ចាប់ផ្ដើមយកអីវ៉ាន់ពីសេះនៅខាងក្រោយយកទៅដាក់នៅសេះខាងមុខវិញនៅពេលដែលគាត់បានរើរួចរាល់អស់ហើយនោះសេះដែលដើរនៅក្រោយនោះក៏បានដឹងខ្លួនថាខ្លួនហាក់បីដូចជាស្រួលដើរជាងមុននឹងបានស្រែកប្រាប់ទៅសេះខាងមុខថាខំឲ្យខ្លាំងទៅឯងកាន់តែប្រឹងប៉ុណ្ណាឯងនឹងកាន់តែឈឺសាច់ប៉ុណ្ណឹងនៅពេលដែលពួកគេដើរទៅដល់ផ្ទះសំណាក់ម្ចាស់សេះក៏បាននិយាយថាហេតុអ្វីក៏យើងត្រូវឲ្យចំណីសេះដល់ទៅពីរក្បាលខណៈដែលសេះបានជញ្ជូនអីវ៉ាន់ទាំងអស់នេះដាក់ទៅកើនៅលើសេះតែមួយនោះយើងគួរតែឲ្យចំណីទាំងអស់ទៅកាន់សេះតែមួយក្បាលបានហើយកាត់បំពង់កសេះមួយក្បាលទៀតចោលតែម្ដងទៅជាការប្រសើរយ៉ាងហោចណាស់ក៏យើងបានស្បែកវាទុកប្រើដែរហើយបន្ទាប់មកគាត់ក៏នឹងយកវាទៅតាមអ្វីដែលគាត់បាននិយាយនោះមែន